ម៉ាក់ស្ដេះ Ben G63 មួយគ្រឿងនេះគឺមានបញ្ហាលោតសញ្ញាឆែកនៅលើកុងទ័រនិងលន់ឮសំឡេងពីជើងក្រោមចំពោះបញ្ហាលោតសញ្ញាឆែកជាងយើងបានធ្វើការផ្លាស់ប្ដូរបូស៊ីថ្មីចំនួន8គ្រាប់និងជើងបូប៊ីនថ្មីដើម្បីឲ្យម៉ាស៊ីនដំណើរការបានរលូននិងមានកម្លាំងដូចដើមវិញដោយឡែកចំពោះបញ្ហាលន់ជើងក្រោមជាងយើងបានរកឃើញថាស៊ីឡាំងប្លុករទិញឃ្លោងនិងកាតែតូចខូចដូច្នោះក៏បានផ្លាស់ប្ដូរស៊ីឡាំងប្លុកថ្មីរទិញឃ្លោងថ្មីនិងកាតែតូចថ្មីមិនតែប៉ុណ្ណោះទេប្រព័ន្ធហ្វ្រាំងក៏ត្រូវបានថែទាំផងដែរដោយជាងជំនាញធ្វើការផ្លាស់ប្ដូរស្បែកប្រាំងមុខក្រោយថ្មី original និង sensor ស្បែកប្រាំងថ្មីដើម្បីបង្កើនសុវត្ថិភាពក្នុងការបើកបរបន្ថែមពីនេះបងម្ចាស់រថយន្តក៏បានសម្រេចចិត្តផ្លាស់ប្ដូរចង្កៀងមុខថ្មីផងដែរដោយសារតែចង្កៀងចាស់មានស្នាមបិទកាវដែលធ្វើឲ្យបាត់បង់សោភ័ណភាពរថយន្តបន្ទាប់ពីជួសជុលនិងផ្លាស់ប្ដូរគ្រឿងបន្លាស់ទាំងអស់រួចជាងជំនាញរបស់យើងបានធ្វើតេស្តនិងស្កេនប្រព័ន្ធឡើងវិញជាលទ្ធផលសញ្ញាឆែកបានបាត់សំឡេងលាន់ពីជើងក្រោមក៏លែងមានហើយរថយន្តត្រឡប់មកដំណើរការបានរលូនស្ងាត់និងមានសោភ័ណភាពស្រស់ស្អាតជាងមុនបាន